ចុះហត្ថលេខានេះពីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីការចាប់ផ្ដើមអនុវត្តការងារបច្ចេកទេសជាក់ស្ដែងបន្ទាប់ពីអង្គភាពគ្រប់គ្រងគម្រោងបានបញ្ចប់នីតិវិធីលទ្ធកម្មប្រកបដោយជោគជ័យតាមរយៈរបាយការណ៍សង្ខេបរបស់អាដាមរដ្ឋលេខាធិការហេណននិងជានាយកគម្រោងបានបញ្ជាក់ថាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងនេះផ្ដោតលើសេវាផ្គត់ផ្គង់ទឹកស្អាតអនាម័យនិងការគ្រប់គ្រងសំណល់រឹងគម្រោងនេះនឹងអនុវត្តនៅក្នុងក្រុងគោលដៅចំនួន4គឺក្រុងកំពង់ឆ្នាំងក្រុងកំពង់ចាមក្រុងដូនកែវនិងក្រុងព្រៃវែងដើម្បីឆ្លើយតបនឹងកំណើនប្រជាជននិងភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុក្នុងការរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិជាងនេះទៀតគម្រោងនេះនឹងចូលរួមចំណែកដល់ការការពារនិងការលើកកម្ពស់គុណភាពទឹកអនាម័យបរិស្ថានសុខុមាលភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជាអាទិភាព